តើប៉ាម៉ាក់គិតថាចំណុចអ្វីខ្លះដែលធ្វើឲ្យ AUPP ខុសប្លែកនឹងលេចធ្លោ UPP មានកម្រិតស្តង់ដារពិភពលោកសឹងថាយើងមិនអាច expect ដល់ឋានៈនោះ សាស្ត្រាចារ្យដែលខ្ញុំបានរៀនជាមួយកន្លងមកគឺគាត់សិតតែមាន PhD ជំរាបសួរ សួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះផលសុណៃគឺជានិស្សិតដែលទើបតែបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យអាមេរិកភ្នំពេញនិងសាកលវិទ្យាល័យ Arizona នៅសហរដ្ឋអាមេរិកហើយថ្ងៃនេះនាងខ្ញុំមានកិត្តិយសសូមណែនាំប៉ាម៉ាក់របស់នាងខ្ញុំដែលគាត់នឹងមកបញ្ចេញមតិយោបល់ទាក់ទងពីការសិក្សារបស់នាងខ្ញុំតាមរយៈសំណួរនៅក្នុងឆានទាំងនេះម៉ាក់ប៉ាសូមណែនាំខ្លួនឯងតិចបាទជំរាបសួរខ្ញុំបាទសៅសុផលបាទត្រូវជាឪពុករបស់ផលសុណៃចាជំរាបសួរខ្ញុំឈ្មោះសេងទុនធីជាម៉ាក់របស់ផលសុណៃអូខេចាប់ផ្ដើមពីសំណួរទី1អូខេតើប៉ាម៉ាក់គិតថាអ្វីទៅជាចំណុចសំខាន់បំផុតពេលដែលយើងពិចារណាក្នុងការជ្រើសរើសសាកលវិទ្យាល័យណាមួយជាទូទៅការសិក្សាគឺយើងត្រូវពិនិត្យមើលសាលាតើឧត្តមភាពនៃការសិក្សារបស់សាលាមានកម្រិតណាដែរទី2តើការទទួលស្គាល់នៃសាលានិងការសិក្សារបស់សាលាកម្មវិធីរបស់សាលាបានមានការទទួលស្គាល់ជាលំដាប់អន្តរជាតិឬក៏ពិភពលោកដែរឬទេហើយចំណុចមួយទៀតតើសាលាមានបរិយាកាសយ៉ាងម៉េចដែរចំពោះសិស្សានុសិស្សដែលចូលរួមការសិក្សានៅទីនោះគេបាទជាបឋមគឺយើងគិតថាសញ្ញាបត្រដែលមានកម្រិតសហរដ្ឋអាមេរិកដែលទទួលស្គាល់ដោយសហអាមេរិកហើយទី2យើងគិតថាការចំណាយលើការសិក្សានៅ AUPP វាអាចមានតម្លៃទាបជាងអ្វីដែលយើងទៅសិក្សានៅអាមេរិកផ្ទាល់វាអាចប្រហែលជា1/4នៃតម្លៃសិក្សានៅអាមេរិកតែសញ្ញាបត្រគឺយើងបានទទួលទាំងសញ្ញាបត្រនៅប្រទេសកម្ពុជាយើងហើយនិងសញ្ញាបត្រដែលយើងទទួលបាននៅអាមេរិកទៅពេលដែលយើងចាប់ផ្ដើមជ្រើសរើសសាលា AUPP នេះគឺយើងបានរំពឹងទុកថានឹងមានគុណសម្បត្តិនៅពេលដែលយើងបញ្ចប់នៃការសិក្សាទី1ត្រង់ថាបើយើងនិយាយពីគុណភាពនៃការសិក្សាវាជាឱកាសមួយនៅក្នុងទីផ្សារការងារនៅក្នុងស្រុកយើងគុណសម្បត្តិទី2គឺត្រង់ថាកូនមានបំណងចង់ទៅសិក្សានៅខាងក្រៅប្រទេសយកថ្នាក់ Master អញ្ចឹងខ្ញុំគិតថាវាជាស្ពានមួយដែលធ្វើឲ្យគាត់មានឱកាសទៅសិក្សានៅប្រទេសដែលអភិវឌ្ឍដូចជានៅអូស្ត្រាលីអឺរ៉ុបនិងនៅអាមេរិកជាដើមបាទនេះអ្វីដែលខ្ញុំរំពឹងបាននៅយើងសម្រេចចិត្តយក AUPP គឺមានកម្មវិធីពិសេសដែលជំរុញឲ្យនិស្សិតមានភាពក្លាហានឯករាជ្យភាពមានជីវិតរស់រវើកគាត់មានគំនិតច្នៃប្រឌិតអាចប្រឡូកចូលនៅក្នុងសង្គមហ៊ានchallenge ជាមួយនឹងអ្វីដែលប្លែកវាជាចំណុចមួយដែលគិតថានិស្សិតគួរតែមាននៅពេលដែលគាត់បញ្ចប់ការសិក្សាទៅដើម្បីអនាគតរបស់គាត់ទៅថ្ងៃមុខចាចុះម៉ាក់មានអីបន្ថែមអត់ចាពិសេសសាលាមានសាស្ត្រាចារ្យលំដាប់ពិភពលោកចាអញ្ចឹងដោយដែលប៉ាម៉ាក់គាត់បាននិយាយអញ្ចឹងហើយជាការពិតហ្មងព្រោះដោយសារតែសាស្ត្រាចារ្យដែលខ្ញុំបានរៀនជាមួយកន្លងមកគឺគាត់សិតតែមាន PhD ខ្ញុំសូម recommend ជូនដល់ឪពុកម្ដាយអាណាព្យាបាលទាំងអស់លោកគួរពិចារណាសាលា AUPP ពួកអីសាលា AUPP មានកម្រិតស្តង់ដារពិភពលោកដែលយើងអាចទុកចិត្តបាននិងមានការទទួលស្គាល់គ្រប់បណ្ដាប្រទេសផ្សេងហើយក៏ជាសាលាមួយដែលធ្វើឲ្យកូនរបស់យើងក្រោយពីសិក្សាហើយគាត់មានភាពក្លាហានជា
ជីវិតរស់រវើកដែលយើងសឹងថាយើងមិនអាច expect ដល់ឋានៈនោះបាទចឹងអរគុណ អញ្ចឹងជាចុងក្រោយគឺពួកយើងមានតែប៉ុណ្្នេះទេសង្ឃឹមថាមតិយោបល់របស់ប៉ាម៉ាក់ក៏ដូចជាចម្លើយរបស់ពួកគាត់អាចជួយជាផ្នែកមួយជំរុញឲ្យលោកប៉ាអ្នកម៉ាក់ទាំងអស់គ្នានិងបងប្អូនអាចសម្រេចចិត្តបាននិងជ្រើសរើសសាកលវិទ្យាល័យមួយដែលជាសាកលវិទ្យាល័យដែលល្អមានស្តង់ដារបែបអន្តរជាតិដោយសាកលវិទ្យាល័យ AUPP ផងដែរ AUPP Study locally live globally AUPP. Study locally, live globally. Apply to AUPP today.